សួស្តីមនុស្សចំនួនថ្មីទាំងអស់គ្នាថ្ងៃនេះ admin មកសម្រាប់សេរីរឿងរបស់យើងជាបន្តទៅទៀតហើយដល់ថ្ងៃនេះផងដែរ admin នឹងលើកយកនៅសេរីរឿងមួយរឿងដែលនិយាយតាក់ទងទៅនឹងអ្នកក្លាហានតាមកំចាត់នៅមេធ្មប់និងបេសកកម្មជាច្រើនទៀតដែលអ្នកក្លាហានទាំងពីររូបនោះបានជួបប្រទះជាមួយនឹងការវាយប្រហារយ៉ាងសាហាវសេរីរឿងមួយនេះគឺមានឈុតឆាកវាយប្រហារគ្នាយ៉ាងសាហាវរួមជាមួយនឹងការប្រើល្បិចកលរបស់មេធ្មប់ផងដែរចង់ដឹងថាតើដំណើរសេរីរឿងទៅជាយ៉ាងណាយើងចូលទៅទស្សនាសេរីរឿងជាមួយនឹង admin ទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៃការសម្រាយរបស់ admin សូមអ្នកទាំងអស់គ្នាចុច subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ admin បន្តនៃការសម្រាយសេរីរឿងឲ្យអ្នកទាំងអស់គ្នាទស្សនាជាបន្តទៅទៀតអញ្ចឹងដែរកុំឲ្យខាតពេលវេលាយូរ let's go ផ្ដើមនៃសេរីរឿងមួយនេះក៏បង្ហាញឲ្យយើងឃើញនៅសៀវភៅមួយក្បាលហើយក៏គេនិយាយរៀបរាប់តាក់ទងទៅនឹងខ្សែស្រឡាយរបស់ធ្មប់នៅក្នុងខ្សែស្រឡាយរបស់ធ្មប់នេះដែរក៏គេនិទានឲ្យយើងដឹងថាខ្សែស្រឡាយរបស់ធ្មប់នេះគឺមិនដូចគ្នាទាំងអស់នៅក្នុងសៀវភៅមួយនេះក៏គេនិយាយរៀបរាប់ប្រាប់ឲ្យយើងដឹងផងដែរថាមេធ្មប់ទាំងអស់នោះគឺមិនដូចគ្នាទាំងអស់នោះទេគឺមានកម្លាំងធាតុខុសគ្នាមិនតែប៉ុណ្ណោះនៅក្នុងចំណោមធ្មប់ទាំងអស់នោះគឺមិនមែនមានតែធ្មប់ល្អទាំងអស់នោះទេនៅក្នុងចំណោមនោះដែរក៏គេនិយាយតាក់ទងជាមួយនឹងមេធ្មប់អាក្រក់ជារឿងធម្មតាទេអ្នកទាំងអស់គ្នាគឺមេធ្មប់តែងតែមានល្អនិងមានអាក្រក់អញ្ចឹងឯងបន្ទាប់ពីការនិយាយតាក់ទងជាមួយនឹងខ្សែស្រឡាយថ្មេធ្មប់ហើយយើងក៏ឃើញនៅខ្សែរថភ្លើងមួយខ្សែកំពុងតែធ្វើដំណើរឆ្ពោះទៅស្ថានីយ៍មិនយូរប៉ុន្មានខ្សែរថភ្លើងមួយខ្សែនោះក៏បានធ្វើដំណើរមកដល់ស្ថានីយ៍ហើយអ្នកក្លាហានរបស់យើងពីរនាក់កំពុងតែឈរចាំដែលអ្នកក្លាហានទាំងពីរនាក់នេះកំពុងតែឈរចាំជិះរថភ្លើងដើម្បីទៅធ្វើបេសកកម្មរបស់គាត់នៅឯកណ្ដាលទីក្រុងអ្នកក្លាហានទាំងពីរនាក់នេះគឺចេញមកពីអង្គការមួយដែលមានឈ្មោះថា The Outer គាត់ត្រូវមានបេសកកម្មមួយដើម្បីទៅកម្ចាត់នៅមេធ្មប់បិសាចដោយសារតែនៅកណ្ដាលទីក្រុងនឹងគឺត្រូវបានដាក់បណ្ដាសាដោយមេធ្មប់អញ្ចឹងហើយបានជាពួកគេត្រូវមានបេសកកម្មដើម្បីទៅកម្ចាត់មេធ្មប់នោះចោលអ្នកក្លាហានទាំងពីរម្នាក់ដែលស្ពាយមកឈូពីក្រោយខ្នងគាត់មានឈ្មោះថា Jackas ហើយដៃគូរបស់គាត់ម្នាក់ស្រីដែលមានសក់ពណ៌លឿងនឹងគាត់មានឈ្មោះថា Saidakiru មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់ទីក្រុងដែលមានឈ្មោះថា Blazing Red ដោយសារតែទីក្រុងមួយនេះត្រូវបណ្ដាសារបស់មេធ្មប់កាលពីមុនធ្លាប់មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុងមួយនេះតែងតែមានសត្វកាយសាហាវផ្សេងៗក៏ដូចជាសត្វចម្លែកនឹងតែងតែចូលមកអុកឡុកនៅក្នុងទីក្រុងនេះជាប្រចាំបន្ទាប់មកពួកគេក៏បានសាកសួរព័ត៌មានតាក់ទងទៅនឹងការរស់នៅរបស់មេធ្មប់នោះមកដល់ហាងមួយចៃកាក៏បានសាកសួរព័ត៌មានទៅកាន់បរិសម្នាក់ដែលគាត់គឺជាចុងភៅធ្វើការនៅក្នុងហាងមួយនោះគាត់ក៏បានស្ដាប់ហើយក៏ប្រាប់ទៅកាន់ចៃកាវិញថាបើចង់ដឹងអ្នកអាចទៅសាកសួរព័ត៌មានចេញពីក្មេងស្រីនោះបានព្រោះថាគេអាចដឹងថាមេធ្មប់នោះនៅទីណាបានជាការចៃដន្យពួកគេទាំងពីរនាក់ក៏បានជួបនៅក្មេងស្រីម្នាក់នោះនៅទីនោះដែរចៃកាក៏បានសាកសួរក្មេងស្រីម្នាក់នោះអំពីទីតាំងរបស់មេធ្មប់នោះថានៅទីណាដែរជារឿងល្អក៏បានកើតឡើងព្រោះថាពួកគេសាកសួរប៉ះចំក្មេងស្រីដែលរស់នៅជាមួយនឹងមេធ្មប់នោះតែម្ដងក៏ប៉ុន្តែក្មេងស្រីនោះក៏មិនបានដឹងអំពីរឿងរ៉ាវរបស់មេធ្មប់នោះឡើយការសាកសួររបស់ពួកគេមិនបានប៉ុន្មានផងក៏ស្រាប់តែមានការរង្គើយ៉ាងខ្លាំងបណ្ដាលឲ្យមានសន្ធឹកយ៉ាងសាហាវកញ្ចក់ហាងនៅទីនោះក៏បានប្រេះបាយអស់តែម្ដងនោះក៏ដោយសារតែមានបិសាចឆ្លាមមួយក្បាលកំពុងតែមកអុកឡុកនៅក្នុងទីក្រុងមួយនេះទៀតហើយប្រជាជនរត់ផ្អើលយើងមើលឃើញថាប៉ូលីសព្យាយាមនៅក្នុងការបាញ់ក៏ប៉ុន្តែហាក់បីដូចជាបាញ់មិនមុតនៅឆ្លាមបិសាចម្នាក់នោះសោះជេកាជាមួយនឹង Saidakiru ក៏បានមកទស្សនានៅទិដ្ឋភាពបិសាចមួយក្បាលនោះកំពុងតែដើរអុកឡុកនៅក្នុងទីក្រុងចំណែកឯក្មេងស្រីម្នាក់នោះវិញគឺសម្ដែងនៅអាការៈធម្មតាហាក់បីដូចជាមិនភ័យតក់ស្លុតអ្វីសោះឡើយនោះក៏ដោយសារតែគាត់បានដឹងថាមានអ្នកមកវាយប្រហារជាមួយនឹងសត្វនេះទៅហើយរាល់ពេលដែលបិសាចមកអុកឡុកនៅក្នុងទីក្រុងនេះម្ដងតែងតែមាននៅវត្តមានរបស់អ្នកកម្ចាត់បិសាចប្រចាំទីក្រុងមួយនេះតែលេចមុខឡើងដើម្បីប្រយុទ្ធនឹងវាយប្រហារជាមួយនឹងសត្វបិសាចដែលមកអុកឡុកទីក្រុងម្ដងបន្តិចនោះនារីម្នាក់ក៏បានចេញមកបើការវាយប្រហារជាមួយនឹងឆ្លាមបិសាចនោះឆ្លាមមួយក្បាលនោះគឺគ្មានគីឡូជាមួយនឹងនារីម្នាក់នោះឡើយនារីម្នាក់នោះគឺបានប្រើយុទ្ធសាស្ត្ររបស់គាត់ដាក់តែមួយដៃដេកឡើងស្ដោកតែម្ដងបន្ទាប់ពីគាត់បានវាយប្រហារជាមួយនឹងសត្វឆ្លាមបិសាចនោះបានដោយជោគជ័យហើយនោះយើងឃើញថាប្រជាជនបានអបអរសាទរទៅកាន់នារីម្នាក់នោះដោយសារតែគាត់បានវាយប្រហារជួយកម្ចាត់នៅបិសាចនៅរាល់ពេលដែលបិសាចនោះចូលមកអុកឡុកនៅក្នុងទីក្រុងនោះម្ដងក្មេងស្រីនោះបន្ទាប់ពីបានឃើញម្ចាស់ស្រីរបស់ខ្លួនវាយប្រហារជាមួយនឹងសត្វបិសាចនោះបានដោយជោគជ័យហើយនោះនៅក្នុងខ្លួនរបស់គាត់ពិតជាសប្បាយខ្លាំងណាស់បន្ទាប់ពីបានឃើញនៅទិដ្ឋភាពបែបនេះហើយក្រោយអំពីការប្រកួតនោះយើងក៏ឃើញនៅបរិសម្នាក់ដែលគាត់ខ្លាញ់ខ្លួនទៅជាឆ្លាមបិសាចម្នាក់នោះត្រូវមុននឹងប៉ូលីសនាំខ្លួនចាកចេញទៅបរិសម្នាក់នោះក៏បានស្រែកកំហុសក៏ដូចជាស្រែកតវ៉ាស្រែកខ្លាំងៗទៅឲ្យនារីម្នាក់នោះបន្ទាប់ពីប៉ូលីសនាំខ្លួនបរិសដ៏ចម្លែកម្នាក់នោះដើរចាកចេញពីទីនោះ Saidakiru ក៏បើកការវាយប្រហារទៅកាន់នារីដ៏ចម្លែកម្នាក់នោះផងដែរបើទោះបី Saidakiru បំរុងនឹងវាយគាត់ទៅហើយតែហាក់បីដូចជាគាត់នឹងនៅតែធម្មតាដដែល Saidakiru ក៏បានប្រើកម្លាំងរបស់គាត់យ៉ាងខ្លាំងបំរុងនឹងវាយទៅកាន់នារីម្នាក់នោះក៏ប៉ុន្តែមិនអាចឈ្នះទៅកាន់នារីម្នាក់នោះបានឡើយ
នារីម្នាក់នោះក៏មិនបានបើកការវិប្រហាទៅកាន់សៃដាគីរូរបស់យើងវិញដែរក៏ប៉ុន្តែគាត់គ្រាន់តែប្រើយុទ្ធសាស្ត្ររបស់គាត់គ្រាន់តែប្រើវេទមន្តរបស់គាត់ចាប់ចងទៅកាន់សៃដាគីរូដើម្បីឲ្យប៉ូលីសមកនាំខ្លួនសៃដាគីរូចេញទៅសៃដាគីរូក៏បានស្រែកទៅកាន់នារីម្នាក់នោះថានាងគឺជាមេធ្មប់បិសាចបន្ទាប់ពីបានឃើញនៅស្ថានភាពមិនល្អដូចនេះចៃកាគាត់ក៏បាននាំខ្លួនសៃដាគីរូដើរចាកចេញពីទីនោះដោយចៃកាខ្លាចខូចនៅបេសកកម្មរបស់គាត់ក៏បាននាំខ្លួនក៏ដូចជាសុំទោសទៅកាន់នារីម្នាក់នោះបន្ទាប់ពីចៃកាធ្វើការសុំទោសទៅកាន់នារីម្នាក់នោះហើយចៃកាក៏បានប្រើនៅវេទមន្តរបស់គាត់នាំសៃដាគីរូហោះចាកចេញពីទីនោះទៅប្រជាជននៅគណៈនោះនៅពេលដែលបានឮគេហៅនៅអ្នកការពារទីក្រុងរបស់ខ្លួនថាជាមេធ្មប់បិសាចប្រជាជនមានការខឹងសម្បារជាមួយនឹងសៃដាគីរូជាមួយនឹងចៃកាជាខ្លាំងចៃកាគាត់មិនចង់បង្កបញ្ហាជាមួយនឹងប្រជាជនក៏ប្រើវេទមន្តរបស់គាត់ហោះចាកចេញពីទីនោះទៅប្រជាជនទាំងអស់នេះគឺមិនដឹងថាអ្នកការពារទីក្រុងរបស់ខ្លួនគឺជាមេធ្មប់បិសាចនោះទេបន្ទាប់ពីនោះសាច់រឿងក៏លែងក្រាស់ស្បែកទៅកាន់អតីតកាលបន្តិចនៅពេលនោះដែរយើងមើលឃើញថាទីក្រុងមួយនេះគឺភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើងក្រហមឆ្អៅតែម្ដងនៅពេលនោះដែរយើងឃើញថានៅកណ្ដាលទីក្រុងគឺគេមានឆ្កាងនៅមេធ្មប់ម្នាក់ហើយក៏បង្ហាញអំពីខ្សែភ្នែករបស់នារីម្នាក់ពោពេញទៅដោយកំហឹងសម្លឹងទៅកាន់នរណាម្នាក់សាច់រឿងក៏ត្រូវបានបន្តលេងមកបច្ចុប្បន្នកាលវិញនៅពេលនោះដែរយើងឃើញថាអ្នកក្លាហានរបស់យើងទាំងពីរនាក់កំពុងតែឈរចាំនៅមុខវិមានមួយដើម្បីចូលទៅខាងក្នុងក៏ប៉ុន្តែអ្នកក្លាហានទាំងពីរនាក់ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុងនោះទេនៅគណៈនោះដែរយើងឃើញថាមាននារីយុវវ័យយ៉ាងច្រើនកំពុងតែធ្វើដំណើរត្រូវបានអញ្ជើញដោយម្ចាស់វិមានមួយនេះឲ្យទៅចូលរួមនៅក្នុងពិធីជប់លៀងរបស់ខ្លួនដូច្នេះយុវវ័យស្រីៗយ៉ាងច្រើនកំពុងតែធ្វើដំណើរចូលរួមនៅក្នុងពិធីជប់លៀងយុវវ័យទាំងអស់នោះក៏បានសួរទៅកាន់បរិយាអ្នកក្លាហានរបស់យើងទាំងពីរនាក់ថាអ្នកត្រូវបានអញ្ជើញមកដែរឬយើងឃើញថាចៃកាជាមួយនឹងសៃដាគីរូរបស់យើងឈរចាំយ៉ាងណាក៏ដោយក៏មិនត្រូវបានអនុញ្ញាតឲ្យដោយសារតែពួកគេបានត្រូវហាមឃាត់ពីក្មេងស្រីដែលបានជួបពីលើកមុនសៃដាគីរូក៏បានប្រាប់ទៅកាន់ក្មេងស្រីម្នាក់នោះថាម្ចាស់ស្រីរបស់ខ្លួនគឺជាមេធ្មប់បិសាចក៏ប៉ុន្តែក្មេងស្រីម្នាក់នោះគឺមិនជឿទៅកាន់សៃដាគីរូរបស់យើងឡើយដោយសារតែគាត់ជឿជាក់ខ្លាំងណាស់ទៅកាន់ម្ចាស់ស្រីរបស់គាត់នោះក្មេងស្រីនោះក៏បានរៀបរាប់ប្រាប់ទៅកាន់សៃដាគីរូជាមួយនឹងចៃកាថាម្ចាស់ស្រីរបស់ខ្លួនពិតជាល្អខ្លាំងណាស់ម្ចាស់ស្រីរបស់គាត់គឺត្រូវបានរើសគាត់យកមកចិញ្ចឹមនិងបីបាច់ថែរក្សាយ៉ាងល្អមិនតែប៉ុណ្ណោះម្ចាស់ស្រីរបស់គាត់តែងតែចេញមុខជួយនៅការពារនៅទីក្រុងមួយនេះដូច្នេះហើយគាត់មិនជឿនោះទេថាម្ចាស់ស្រីរបស់គាត់នឹងគឺជាមេធ្មប់បិសាចអ្នកទាំងពីរសូមកុំចោទប្រកាន់ថាម្ចាស់ស្រីរបស់ខ្ញុំគឺជាមេធ្មប់បិសាចសូមអ្នកទាំងពីរចេញពីទីនេះទៅខ្ញុំមិនអនុញ្ញាតឲ្យអ្នកទាំងពីរនាក់ចូលមកកាន់ក្នុងវិមាននេះឡើយខ្ញុំមិនអនុញ្ញាតដាច់ខាតសូមអ្នកទាំងពីរនាក់ចេញពីទីនេះទៅអ្នកទាំងពីរនាក់នេះហើយគឺជាបិសាចខ្ញុំមិនអនុញ្ញាតឲ្យអ្នកទាំងពីរចូលនោះទេសូមចាកចេញពីទីនេះភ្លាមទៅនៅទីបំផុតជ័យកាជាមួយនឹងសៃដាគីរូរបស់យើងគឺមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវិមាននោះទេទេសភាពនៅចំពីលើវិមានមួយនេះហាក់បីដូចជាអូអាប់ខ្លាំងណាស់មេឃពពកពណ៌ខ្មៅពិធីជប់លៀងក៏ត្រូវបានចាប់ផ្ដើមឡើងយើងឃើញថានៅក្នុងវិមាននោះពោពេញទៅដោយផ្កាដ៏ស្រស់ស្អាតនៅពេលដែលក្មេងស្រីបានចេញទៅទទួលនៅភ្ញៀវដែលបានចូលរួមមករួចហើយនោះគាត់ក៏ដើរមកប្រាប់ម្ចាស់ស្រីរបស់គាត់ថាគាត់បានរៀបចំរួចរាល់ហើយគាត់ក៏បានដេញចេញមនុស្សពីរនាក់ដែលគាត់បំរុងមកចូលនៅក្នុងពិធីនេះដែរដូច្នេះភ្ញៀវយុវវ័យស្រីៗយ៉ាងច្រើនដែលបានអញ្ជើញមកនោះគឺមកគ្រប់ចំនួនហើយបើយើងក្រឡេកមកមើលចៃកាជាមួយនឹងសៃដាគីរូរបស់យើងវិញនាពេលនេះបន្ទាប់ពីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងពិធីជប់លៀងមួយនោះថាចៃកាហាក់បីដូចជានៅមិនស្រណុកឡើយបើយើងមើលទៅកាន់សៃដាគីរូវិញសៃដាគីរូគឺពូកែញ៉ាំខ្លាំងណាស់រួមជាមួយនឹងការឆេវឆាវរបស់គាត់គឺចង់តែវាយប្រហារតែម្ដងបន្ទាប់ពីនោះចៃកាក៏បានដកសម្បត្តិអ្វីមួយយ៉ាងយកមកមើលគាត់ក៏ដឹងថានេះគឺមិនមែនជាពិធីជប់លៀងនោះទេពិធីនោះគឺជាពិធីបូជាដើម្បីបង្កើនឫទ្ធិអំណាចរបស់មេធ្មប់បិសាចដោយបានដឹងបែបនេះពួកគេទាំងពីរនាក់គឺនៅមិនស្រណុកនោះទេគឺត្រូវតែប្រញាប់ទៅវាយប្រហារជាបន្ទាន់បើមិនដូច្នេះទេគឺមិនអាចជួយសង្គ្រោះជាមួយនឹងជីវិតរបស់យុវវ័យទាំងអស់នោះបានឡើយនៅពេលដែលសៃដាគីរូជាមួយនឹងចៃកាបន្តដំណើរចេញពីកន្លែងស្នាក់នៅរបស់ពួកគេនោះឧបសគ្គរបស់ពួកគេនេះក៏បានកើតឡើងដោយសារតែមានប៉ូលីសយ៉ាងច្រើនហ៊ុំព័ទ្ធពួកគេយ៉ាងជិតតែម្ដងដោយសារតែប៉ូលីសទាំងអស់នេះគឺទទួលបានជាអំពីអ្នកការពារទីក្រុងមួយនេះឲ្យមកចាត់ការពួកគេទាំងពីរនាក់អ្នកទាំងពីរនាក់ក៏បានបើកការវាយប្រហារជាមួយនឹងប៉ូលីសការបាញ់គ្នាយ៉ាងសាហាវក៏បានកើតឡើងសាច់រឿងក៏កាន់មកដល់នៅក្នុងពិធីនេះវិញយើងមើលឃើញថាបន្ទាប់ពីក្មេងស្រីៗទាំងអស់នោះគឺថាពួកគេទាំងអស់គ្នានឹងគឺបានលងជាមួយនឹងសម្រាប់ការពណ៌សដ៏ស្រស់ស្អាតរហូតពួកគេទាំងអស់គ្នានោះភ្លេចខ្លួនទៅមេធ្មប់ចាប់ផ្ដើមកាត់ដៃកាត់ជើងរបស់ពួកគេនិងសម្លាប់ទៅកាន់ពួកគេយ៉ាងសាហាវដើម្បីធ្វើពិធីតែម្ដងនៅសល់តែក្មេងស្រីលើកចុងក្រោយគឺមេធ្មប់ម្នាក់នេះបានកាត់ដៃកាត់ជើងនៅក្មេងស្រីដែលខ្លួនបានចិញ្ចឹម
នៅពេលនេះក្មេងស្រីម្នាក់នេះគឺបានដឹងយ៉ាងច្បាស់ហើយតាមពិតទៅម្នាក់ស្រីដែលគាត់ចាត់ទុកថាគឺជាបងស្រីជាមួយនឹងអ្នកការពារទីក្រុងដ៏ល្អម្នាក់គឺជាមេធ្មប់បិសាចសដោយកន្លងមកគឺគាត់មិនជឿនៅពាក្យសម្ដីជ័យការជាមួយនឹងសៃដាគីរុនោះទេដូច្នេះជាចុងក្រោយទៅគឺគាត់ភ្លឺភ្នែកតែម្ដងដោយសារតែនារីម្នាក់នេះបង្ហាញនូវធាតុពិតរបស់គាត់ហើយដោយយាយប៉ែមេធ្មប់ម្នាក់នេះគឺព្យាយាមនៅក្នុងការធ្វើល្អយកចិត្តនៅប្រជាជនក៏ដូចជាប៉ូលីសជាដើមដោយខំប្រឹងយកចិត្តនិងសម្ដែងទៅឲ្យប្រជាជនយកចិត្តទុកដាក់ក៏ដូចជាមានការស្រឡាញ់មកលើខ្លួនជាខ្លាំងនេះហើយគឺជាគម្រោងមេធ្មប់បិសាចម្នាក់នេះក៏ដូចជាគំនុំរបស់គាត់ចង់សងសឹកទៅកាន់មនុស្សនេះជាខ្លាំងដោយសារតែមនុស្សនេះឯងគឺជាអ្នកធ្វើបាបទៅកាន់ខ្សែស្រឡាយរបស់មេធ្មប់ខ្លួនដោយសារតែការចងសងសឹកនោះគឺគាត់បានរៀបគម្រោងបានយ៉ាងល្អដោយខំប្រឹងយកចិត្តទុកដាក់ទៅកាន់ប្រជាជននិងជួយការពារទីក្រុងអំពីសត្វកាយសាហាវផ្សេងៗចូលមកអុកលុកនៅក្នុងទីក្រុងកន្លងមកនោះគ្រាន់តែជាការសម្ដែងជាមួយនឹងគម្រោងរបស់គាត់តែប៉ុណ្ណោះដើម្បីឲ្យគម្រោងរបស់គាត់ជោគជ័យឃើញទេអ្នកទាំងអស់គ្នានៅពីក្រោយអំពីភាពស្រស់ស្អាតគឺតែងតែបង្កប់នៅផ្កាពឹសដ៏គ្រោះថ្នាក់ជាក់ស្ដែងដូចជានារីដែលបានចូលរួមនៅក្នុងពិធីជប់លៀងទាំងអស់នេះដោយសារតែលងជាមួយនឹងផ្កាដ៏ស្រស់ស្អាតក៏ប៉ុន្តែមិនដឹងថានៅពីក្រោយភាពដ៏ស្រស់ស្អាតរបស់ផ្កាមិនដឹងថាពីក្រោយនោះគឺមានពឹសប៉ុណ្ណានោះទេដូច្នេះហើយបានជាពួកគេទាំងអស់គ្នាលងនឹងសម្រាប់ផ្ការហូតបណ្ដាលឲ្យពួកគេទាំងអស់គ្នាគឺបាត់បង់ដល់អាយុជីវិតតែម្ដងមួយវិញទៀតនោះក៏បង្ហាញឲ្យឃើញថាអំពើល្អคล้ายៗគឺបានកើតឡើងនៅគណៈពេលដែលពិធីកំពុងតែដំណើរការសោកសោកការវាយប្រហារក៏បានកើតឡើងម្ដងទៀតសៃដាគីរុក៏បានបើកការវាយប្រហារមកកាន់មេធ្មប់បិសាចម្នាក់នេះក៏ប៉ុន្តែធ្វើអ្វីមិនកើតទៅកាន់មេធ្មប់បិសាចម្នាក់នេះឡើយនោះក៏ដោយសារតែវេទមន្តជាមួយនឹងកម្លាំងធាតុរបស់គាត់នឹងគឺឡើងដល់កំពូលខ្លាំងហើយដោយសារតែកម្លាំងធាតុរបស់គាត់ខ្លាំងនឹងដាក់តែមួយដៃមួយស្នៀតរបស់គាត់នឹងគឺផ្ទុះឡើងសាហាវតែម្ដងដែលបណ្ដាលឲ្យសៃដាគីរុរបស់យើងនឹងគឺពិបាកវាយប្រហារជាមួយនឹងនារីម្នាក់នេះខ្លាំងមែនទែនសៃដាគីរុជាមួយនឹងនារីមេធ្មប់ម្នាក់នោះកំពុងតែវាយប្រហារចំណែកឯចៃការរបស់យើងវិញគឺកំពុងតែប្រើវេទមន្តរបស់គាត់ធ្វើជារនាំងដើម្បីទប់ទល់ជាមួយនឹងមេធ្មប់បិសាចម្នាក់នេះក៏ប៉ុន្តែរនាំងរបស់គាត់នឹងហាក់បីដូចជាទប់មិនសូវជាប់ជាមួយនឹងកម្លាំងធាតុរបស់ម្នាក់នេះឡើយគឺថាកម្លាំងធាតុរបស់គាត់នឹងគឺខ្លាំងតែម្ដងដោយសៃដាគីរុគឺព្យាយាមនៅក្នុងការវាយប្រហារក៏ប៉ុន្តែហាក់បីដូចជាមិនបានផលឡើយនៅរាល់ការវាយប្រហាររបស់គាត់នឹងតែងតែមេធ្មប់ម្នាក់នេះគឺដាក់ឡើងប៉ោងតែម្ដងមកវិញមេធ្មប់ម្នាក់នេះគឺបានប្រើនៅវេទមន្តរបស់គាត់បង្កជាភ្លើងឆេះយ៉ាងសាហាវឃោរឃៅពេលនោះដែរយើងក៏បាននឹកទៅដល់អតីតកាលរបស់ក្មេងស្រីម្នាក់នេះនេះវិញគឺគាត់ភ្ញាក់ខ្លួនដោយខ្មោច7ថ្ងៃអញ្ចឹងដោយសារតែគាត់នឹងចាប់ផ្ដើមទុកចិត្តជាមួយនឹងមេធ្មប់ម្នាក់នេះគាត់ខំប្រឹងនិយាយការពីម្ចាស់ស្រីរបស់គាត់នឹងជារៀងរហូតមកអំពីការមើលងាយក៏ដូចជាការហៅមេធ្មប់អីជាដើមហើយគាត់ក៏នឹកឃើញទៅកាន់អតីតកាលដែលធ្លាប់ធ្វើល្អជាមួយនឹងគ្នាជាមួយនឹងមេធ្មប់បិសាចម្នាក់នេះហើយក៏បានដើរលេងរស់នៅជាមួយនឹងគ្នាជាដរាបមេស្រីម្នាក់នេះគាត់មិននឹកស្មានថាមនុស្សដែលគាត់ទុកចិត្តបំផុតជាចុងក្រោយទៅគឺធ្វើបាបគាត់យ៉ាងនេះនោះទេមេស្រីម្នាក់នេះក៏បានត្រឹមតែខកចិត្តបំផុតដោយសារតែគាត់នឹងព្យាយាមនៅក្នុងការការពារក៏ដូចជាទុកចិត្តទៅកាន់នារីបិសាចម្នាក់នេះខ្លាំងមែនទែនក៏ប៉ុន្តែលទ្ធផលចុងក្រោយទៅគឺគេទទួលបានតែលទ្ធផលមួយដែលគឺពោពេញទៅដោយភាពឈឺចាប់នៅពេលដែលយើងបានស្ដាប់នៃការរៀបរាប់ដ៏ឈឺចាប់របស់ក្មេងស្រីម្នាក់នេះហើយគឺការវាយប្រហារគ្នាក៏ចាប់ផ្ដើមកើតឡើងម្ដងទៀតគឺថាសៃដាគីរុរបស់យើងនឹងគឺស៊ូខ្លាំងមែនទែនចំពោះការវាយប្រហារជាមួយនឹងមេធ្មប់បិសាចម្នាក់នេះនៅគណៈពេលដែលនារីធ្មប់ម្នាក់នោះបានដាក់មួយដៃប៉ើងចូលទៅកន្លៀតនោះហើយគាត់ក៏បានបង្ហាញនៅស្នាមមួយនៅលើករបស់សញ្ញាមួយនេះគឺបញ្ជាក់ថាសៃដាគីរុគឺបានជាប់នៅខ្សែស្រឡាយអាចកម្ចាត់នៅមេធ្មប់បិសាចបានបន្ទាប់ពីបានឃើញនៅសញ្ញាបង្ហាញដោយសៃដាគីរុហើយគាត់ក៏បានសើចតែម្ដងដោយសារតែគាត់មើលស្រាលសៃដាគីរុថាសមត្ថភាពរបស់ពួកឯងនឹងគឺចង់កម្ចាត់យើងផងឯងគឺមិនអាចកម្ចាត់បាននោះឡើយគាត់ក៏បានប្រើនៅវេទមន្តរបស់គាត់បង្កើតទៅជាដុំភ្លើងមួយគប់ទៅកាន់សៃដាគីរុបង្កើតបានទៅជាបន្ទុះមួយប្រៀបដូចជាគ្រាប់បែកថាវេទមន្តរបស់គាត់នឹងគឺមិនធម្មតានោះឡើយគ្រាន់តែជាដុំភ្លើងតូចមួយសោះគឺបង្កទៅជាការផ្ទុះយ៉ាងសាហាវនៅពេលដែលគាត់បានប្រើវេទមន្តរបស់គាត់គប់ទៅកាន់សៃដាគីរុហើយនោះនឹកស្មានថាសៃដាគីរុនឹងគឺមិនអាចតដៃទៅកាន់គាត់វិញបានប៉ុន្តែសៃដាគីរុរបស់យើងនឹងគឺពិតជាស៊ូខ្លាំងមែនទែនរត់បំរុងនឹងវាយប្រហារទៅកាន់មេធ្មប់ម្នាក់នេះបន្ថែមតទៅមេធ្មប់ក៏ប្រើនៅយុទ្ធសិលបង្កើតបានទៅជាឈើយ៉ាងស្រួចចាក់សម្លាប់ទៅកាន់សៃដាគីរុនៅពេលនោះទៅមេធ្មប់ម្នាក់នេះនឹកស្មានថាសៃដាគីរុបានស្លាប់ទៅហើយក៏ប៉ុន្តែគ្រាន់តែជាល្បិចរបស់សៃដាគីរុតែប៉ុណ្ណោះនៅពេលដែលបានឃើញឱកាសល្អបែបនេះសៃដាគីរុក៏បានហក់ទៅថើបនៅមេធ្មប់បិសាចនោះតែម្ដងនេះគឺជាវិធីសាស្ត្រមួយដើម្បីកម្ចាត់នៅមេធ្មប់បិ
សាយដែរវិធីសាស្ត្រមួយនេះគឺបាននិយាយនៅក្នុងសៀវភៅខ្សែស្រឡាយរបស់មេធ្មប់ដូច្នេះហើយសៃដាយគ្រូក៏បានប្រើនៅវិធីសាស្ត្រមួយនេះដើម្បីកម្ចាត់ទៅកាន់មេធ្មប់កំណាញ់ម្នាក់នេះតែម្ដងបន្តិចក្រោយមកគម្រោងមឈូសរបស់ជ័យកាសនោះក៏ត្រូវបានបើកហើយកលិចរូបរាងនៅបរិសម្នាក់មានយ៉ាងធំតែម្ដងដើរចេញពីក្នុងមឈូសនោះមកទឹកមុខរបស់គាត់ឡើងកាចហើយពោពេញទៅដោយកំហឹងតែម្ដងបើមាឌរបស់គាត់វិញគឺមិនបាញ់និយាយនោះទេឡើងធំតែម្ដងរបស់គាត់មួយចំហៀងនឹងគឺពីទៅដោយដៃតាមពិតទៅបរិសនេះហើយគឺជាសៃដាយគ្រូរបស់យើងនេះសៃដាយគ្រូមកនៅពេលនេះគឺមិនមែនជាមនុស្សស្រីទៀតនោះទេគឺជាបរិសមាឌឡើងធំតែម្ដងដោយឃើញបែបនេះយាយប៉ែមេធ្មប់នឹងគឺបើកភ្នែកឡើងធំតែម្ដងដោយសារតែគាត់នឹងមិននឹកស្មានថាសៃដាយគ្រូនៅរស់ឡើយនៅពេលដែលបានឃើញបែបនេះយាយប៉ែមេធ្មប់នេះក៏បានបង្កើតទៅជាស្លាបពីក្រោយខ្នងហើយក៏បកផាតប្រៀបដូចជាគ្រាប់កំភ្លើងដែរធ្វើការបាញ់ទៅកាន់សៃដាគិរុយ៉ាងច្រើនគ្រាប់បាញ់ឡើងប៉ង់តែម្ដងក៏ប៉ុន្តែมันអាចធ្វើអ្វីបានទៅកាន់សៃដាគិរុនោះឡើយនៅពេលដែលឃើញវេទមន្តស្លាប់របស់គាត់มันអាចធ្វើអ្វីបានទៅកាន់សៃដាគិរុនោះគាត់ក៏បានប្រើវេទមន្តរបស់គាត់បន្ថែមតទៅទៀតប្រៀបដូចជាគ្រាប់បាញ់នុយក្លេអ៊ែរអញ្ចឹងបង្កើតវេទមន្តយ៉ាងខ្លាំងបាញ់ទៅកាន់សៃដាគិរុមើលមុខរបស់គាត់ញញឹមនឹកស្មានថាសៃដាគិរុនឹងគឺស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់ពីនោះគាត់ក៏ប្រើវេទមន្តរបស់គាត់បន្ថែមតទៅទៀតគប់ទៅកាន់សៃដាគិរុរបស់យើងផ្ទុះយ៉ាងសាហាវប្រៀបដូចជាគ្រាប់បែកខ្លាំងមែនទែនតែម្ដងបន្ទូវេទមន្តរបស់មេធ្មប់បិសាចម្នាក់នេះសឹងតែជ័យកាសរបស់គាត់ប្រើរនាំងរបស់គាត់នឹងសឹងតែទប់មិនជាប់ឡើយឃើញដូច្នេះក្មេងស្រីក៏បានសួរទៅកាន់ជ័យកាសថាហេតុអ្វីបានជាមិនជួយប្រយុទ្ធអញ្ចឹងជ័យកាសក៏បានឆ្លើយប្រាប់ទៅកាន់ក្មេងស្រីម្នាក់នោះវិញថាគាត់គ្រាន់តែជាគ្រូសិលតែប៉ុណ្ណោះបន្ទាប់មកទៀតនៅពេលដែលមេធ្មប់បានប្រើវេទមន្តរបស់ខ្លួនហើយនោះគាត់ក៏បានឈោមើលតែម្ដងចង់ដឹងថាសៃដាគិរុរបស់យើងនឹងទៅជាយ៉ាងណានៅពេលនោះដែរការភ្ញាក់ផ្អើលក៏បានកើតឡើងដោយសារតែសៃដាគិរុនឹងគឺមិនទាន់ទៅណានោះទេសៃដាគិរុក៏បានចាប់ដៃយេប៉ែមេធ្មប់នេះមួយចំហៀងហើយដៃរបស់គាត់មួយចំហៀងទៀតពីទៅដោយដែកដាក់យេប៉ែនេះមួយដៃប៉ើងឡើងទៅលើឡើងស្ទុយតែម្ដងយើងឃើញថាមួយដៃរបស់សៃគិរុនឹងគឺមិនធម្មតានោះទេប៉ើងឡើងស្ទុយហោះឡើងទៅលើតែម្ដងមួយដៃរបស់សៃដាគិរុនេះគឺបានបញ្ចប់នៅជីវិតរបស់មេធ្មប់បិសាចម្នាក់នេះតែម្ដងបន្ទាប់ពីហេតុការណ៍ប្រយុទ្ធជាមួយនឹងមេធ្មប់បិសាចនោះបានបញ្ចប់ទៅសៃដាគ្រូរបស់យើងនឹងគឺមិនណយដែរអ្នកទាំងអស់គ្នាគឺបានដួលឡើងស្ប៉ាមតែម្ដងដោយសារតែគាត់រងនៅវេទមន្តរបស់បិសាចច្រើនដូច្នេះហើយបានជាធ្វើឲ្យគាត់នឹងអស់កម្លាំងបានជាដួលសន្លប់បែបនេះរូបរាងរបស់សៃដាគ្រូក៏ត្រឡប់មកសភាពដើមវិញចៃកាក៏បាននាំសៃដាគ្រូដើរចាកចេញពីទីនោះទៅយើងឃើញថាមានគូស្នេហ៍មួយគូកំពុងតែណាត់ជួបគ្នានៅកន្លែងស្ងាត់មួយបន្ទាប់ពីពួកគេបានជួបគ្នារួចហើយក៏លាគ្នាទៅផ្ទះរៀងៗខ្លួនខាងស្រីនឹងក៏បានលាទៅកាន់គូស្នេហ៍របស់គាត់មុននឹងលាគ្នានឹងសម្លេងចម្លែកក៏បានបន្លឺឡើងខាងស្រីក៏បានសួរទៅកាន់បរិសថាមានលឺសម្លេងអ្វីចម្លែកខាងស្រីក៏ប្រាប់ទៅកាន់បរិសនោះថាតើយើងបានហើយបបាយគ្នាទៅផ្ទះរៀងៗខ្លួនអីខាងប្រុសគាត់បារម្ភទៅកាន់ខាងស្រីខ្លាំងណាស់តើខ្ញុំអាចជួលអ្នកទៅផ្ទះបានអត់ខាងស្រីនឹងក៏បានឆ្លើយទៅកាន់បរិសវិញថាអត់អីទេខ្ញុំអាចទៅផ្ទះដោយខ្លួនឯងបានហើយផ្ទះរបស់ខ្ញុំនឹងក៏មិនឆ្ងាយប៉ុន្មានដែរខាងស្រីក៏បានធ្វើការលាទៅខាងប្រុសថារាត្រីសួស្ដីបាយបាយនៅពេលដែលខាងស្រីដើរចាកចេញទៅខាងបរិសនឹងគឺមិនសូវសប្បាយចិត្តប្រហែលនោះទេដោយសារតែគាត់បារម្ភទៅកាន់សង្សាររបស់គាត់នៅក្នុងកំឡុងពេលដែលគាត់កំពុងតែដើរសុកនោះសម្លេងចម្លែកក៏បានបន្លឺឡើងហើយសត្វក្អែកជាច្រើនកំពុងតែសម្លឹងមកកាន់គាត់នៅក្នុងចិត្តរបស់គាត់ពិតជាភ័យខ្លាចក៏ប៉ុន្តែគាត់នៅតែបន្តដំណើរទៅមុខនៅពេលដែលគាត់កំពុងតែដើរនោះក៏បានជួបនៅមនុស្សចម្លែកម្នាក់នោះក៏បានធ្វើការខ្ទប់មាត់ទៅកាន់នារីម្នាក់នោះកុំឲ្យគាត់ស្រែកបន្ទាប់មកបិសាចចម្លែកម្នាក់នោះក៏បានស៊ីគ្រឿងក្នុងរបស់នារីម្នាក់នោះយ៉ាងសាហាវតែម្ដងបិសាចចម្លែកតែម្ដងទៅដោយសារតែគាត់នឹងបង្ហាញខ្លួនមិនទាន់ពេញលេញនោះទេអ្នកទាំងអស់គ្នានៅពេលដែលបិសាចនោះបានសម្លាប់ទៅកាន់នារីម្នាក់នោះរួចហើយវាក៏បាននិយាយឡើងថាវាមិនទាន់បញ្ចប់នៅឡើយនោះទេវានៅតែមិនគ្រប់គ្រាន់សម្រាប់យើងនឹងសម្លាប់បន្ថែមតទៅទៀតគឺថាបិសាចម្នាក់នេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេចំពោះការសម្លាប់របស់គាត់នៅពេលដែលហេតុការណ៍នោះបានបញ្ចប់ទៅសាច់រឿងរបស់យើងក៏កាន់មកដល់ឃើញជ័យការជាមួយនឹងសៃដាគិរុរបស់យើងក៏ត្រូវមកធ្វើបេសកកម្មរបស់គាត់សៃដាគិរុក៏បានសួរទៅកាន់ជ័យការថាតើនៅទីនេះគឺមានមេធ្មប់ឲ្យគាត់កម្ចាត់ដែរឬទេជ័យការក៏ឆ្លើយទៅកាន់សៃដាគិរុវិញថាពួកគេមិនទាន់ប្រាប់យើងនៅឡើយនោះទេពួកគេថាចាំទៅជួបផ្ទាល់បានពួកគេប្រាប់ពួកគេទាំងពីរនាក់មកនៅពេលនេះគឺត្រូវបានកោះហៅឲ្យមកកម្ចាត់នៅបិសាចមួយក្បាលដោយសត្វមួយក្បាលនេះបានប្រើអំពើហិង្សាយ៉ាងខ្លាំងបានអុកលុកមនុស្សនៅលើកោះមួយនេះដូច្នេះគេត្រូវការជ័យការជាមួយនឹងសៃដាគិរុមកកម្ចាត់នៅសត្វមួយក្បាលនេះចោលចេញពីទីតាំងមួយនេះអង្គរៈជាមួយនឹងអ្នកការពារនៅទីនោះបានព្យាយាមនៅក្នុងការវាយប្រហារទៅកាន់សត្វមួយក្បាលនោះដែរប៉ុន្តែមិនអាចទប់ទល់ជាមួយនឹងសត្វវេទមន្តមួយក្បាលនោះបានឃើញបែបនេះជ័យការសួរទៅកាន់បរិសម្
ម្នាក់ដែលក៏ហៅគាត់មកនោះតើលោកចង់ឲ្យខ្ញុំកំចាត់នៅសត្វវេទមន្តមួយក្បាលនេះដោយរបៀបណាហើយបរិមម្នាក់នោះក៏ឆ្លើយទៅកាន់ជ័យការវិញថាសូមអ្នកចាប់សត្វមួយក្បាលនេះដោយលឿនបំផុតនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃបន្ទាប់ពីបានដឹងបែបនេះហើយជ័យការក៏បានធ្វើការប្រើវេទមន្តរបស់គាត់ធ្វើការវាយប្រហារទៅកាន់បិសាចម្នាក់នោះជ័យការប្រើនៅវេទមន្តទឹករបស់គាត់ដើម្បីវាយប្រហារទៅកាន់បិសាចមួយក្បាលប៉ុន្តែវេទមន្តទឹករបស់គាត់លើកទី1នឹងគឺមិនអាចវាយប្រហារទៅកាន់បិសាចទឹកម្នាក់នោះបានឡើយបិសាចមួយក្បាលនោះនឹកស្មានថាជ័យការមិនអាចវាយប្រហារអ្វីទៅកាន់ខ្លួនបានវាក៏បានរត់យ៉ាងលឿនបំរុងនឹងវាយប្រហារទៅកាន់ជ័យការក៏ប៉ុន្តែជ័យការក៏ប្រើវេទមន្តទឹករបស់គាត់ជាលើកទី2ធ្វើការវាយប្រហារឲ្យបិសាចមួយក្បាលនោះសន្លប់បាត់ទៅបន្ទាប់ពីជ័យការបានធ្វើការវាយប្រហារទៅកាន់បិសាចម្នាក់នោះបានដោយជោគជ័យអ្នកក៏ហៅមកសម្ដែងនៃការភ្ញាក់ផ្អើលមិននឹកស្មានថាជ័យការអាចវាយប្រហារទៅកាន់បិសាចមួយក្បាលនេះបានដោយជោគជ័យនោះក៏ដោយសារតែគាត់មិននឹកស្មានថាជ័យការនឹងអាចវាយប្រហារក៏ដូចជាមានវេទមន្តខ្លាំងដល់ម្លឹងនោះទេបន្ទាប់ពីហេតុការណ៍នោះបានបញ្ចប់រួចទៅព្រឹទ្ធាចារ្យម្នាក់ក៏បានមកធ្វើការអរគុណទៅកាន់ជ័យការខ្ញុំក៏ពិតជាមានកិត្តិយសក៏ដូចជាមានមោទនភាពខ្លាំងណាស់ដែលអ្នកមកតាមការកោះហៅរបស់ខ្ញុំពិតជាអរគុណទៅកាន់អ្នកខ្លាំងណាស់ដែលបានមកជួយកម្ចាត់នៅបិសាចវេទមន្តម្នាក់នេះអ្នកពិតជាខ្លាំងដោយដែលអ្វីដែលខ្ញុំបានលើមកបន្ទាប់មកជ័យការក៏បានដើរចាកចេញពីទីនោះក៏ប៉ុន្តែនៅពេលដែលគាត់ដើរចាកចេញគាត់ក៏ប្រាប់ទៅកាន់ព្រឹទ្ធាចារ្យម្នាក់នោះវិញថាប្រសិនបើអ្នកមានការលំបាកបន្ថែមទៀតអ្នកអាចហៅលំដាប់នៃវេទមន្តរីសេណាបានរីសេណានឹងគឺបានន័យថាវាគឺជាអង្គការនៃវេទមន្តមួយអ្នកទាំងអស់គ្នាគឺចាំជួយកម្ចាត់នៅមេធ្មប់បិសាចអីចឹងទៅការងាររបស់ពួកគេទាំងពីរអ្នកនឹងក៏ត្រូវបានបញ្ចប់ពួកគេទាំងពីរអ្នកក៏បានមកញ៉ាំអាហារជាមួយគ្នាជាធម្មតាយើងឃើញថាសៃដាគីរូរបស់យើងនឹងគឺគាត់នៅមិនសូវសនុកប៉ុន្មាននោះទេដោយសារតែគាត់ចង់វាយប្រហារក៏ដូចជាសងសឹកទៅកាន់មេធ្មប់បិសាចយើងនៅតែមិនទាន់អាចសន្និដ្ឋានបានថាតើសៃដាគីរូនឹងគឺមានកំហឹងអ្វីហើយអ្វីទៅបានជាគាត់ចង់វាយប្រហារក៏ដូចជាសងសឹកទៅកាន់មេធ្មប់បិសាចម្នាក់នោះខ្លាំងម្ល៉េះនៅពេលដែលពួកគេកំពុងតែញ៉ាំអាហារសុកសម្បត្តិមួយក៏ត្រូវបានយកមកឲ្យជ័យការសម្បត្តិមួយនេះគឺមិនមែនសម្បត្តិធម្មតានោះទេអ្នកធម្មតាគឺមិនអាចបើកមើលនៅសម្បត្តិមួយច្បាប់នេះបានឡើយសម្បត្តិមួយនេះគឺទាល់តែប្រើនៅចិញ្ចៀនវេទមន្តបានអាចបើកនៅសម្បត្តិមួយច្បាប់នេះបានបន្ទាប់ពីជ័យការបានអាននៅសំណេររួចមកគាត់ក៏ប្រាប់ទៅកាន់សៃដាគីរុថាឲ្យរុះរាន់ឡើងប្រញាប់ទៅធ្វើកិច្ចការបន្តទៅទៀតពួកគេទាំងពីរនាក់ក៏ធ្វើដំណើរទៅកាន់ទីតាំងដែលសំណេរមួយនោះបានណែនាំប្រាប់នៅពេលដែលទៅដល់ទីតាំងនោះហើយជ័យការជាមួយនឹងសៃដាគីរុក៏បានគោះទ្វារហៅម្ចាស់ផ្ទះបន្ទាប់មកលោកយាយម្ចាស់ផ្ទះក៏បានបើកទ្វារឲ្យពួកគេចូលទៅខាងក្នុងទាំងអស់គ្នាមានសង្ស័យទៅកាន់លោកយាយម្នាក់នេះអត់គឺទឹកមុខរបស់គាត់នឹងគឺស្រដៀងខ្លាំងមែនទែនជាមួយនឹងបិសាចកាលពីផ្ដើមវីដេអូយើងទុកការសង្ស័យនឹងម្ដុំសិនអ្នកទាំងអស់គ្នាយើងទៅស្ដាប់នៃដំណើរសាច់រឿងបន្តទៅទៀតចង់ដឹងតើដំណើរសាច់រឿងនឹងទៅជាយ៉ាងណាបន្ថែមទៀតបន្ទាប់ពីលោកយាយនឹងបានបើកទ្វារឲ្យពួកគេចូលទៅខាងក្នុងហើយសៃដាគីរុជាមួយនឹងជ័យការក៏បានបើកពិនិត្យនៅវត្ថុមួយយ៉ាងជ័យការក៏បានធ្វើការពិនិត្យទៅកាន់ហឹបតូចម្យ៉ាងក៏ប៉ុន្តែនេះមិនមែនជាហឹបធម្មតានោះទេជ័យការក៏បានប្រាប់ទៅកាន់លោកយាយម្នាក់នោះវិញថាលោកយាយពិតជាសំណាងខ្លាំងណាស់ដែលមានវត្ថុមួយនេះហើយនៅខាងក្រោមវត្ថុមួយនេះគឺគេបានចារនៅសាលាចរិតមួយដែលមានឈ្មោះថាសាលាចរិតរ៉ូណិកហើយប្រសិនបើនរណាម្នាក់បាននៅវត្ថុមួយនេះគឺពិតជាសំណាងខ្លាំងណាស់បន្ទាប់ពីពួកគេបានធ្វើការពិនិត្យរួចហើយពួកគេទាំងពីរនាក់ក៏បានដើរចាកចេញពីផ្ទះរបស់លោកយាយម្នាក់នោះហើយប៉ុន្តែជ័យការគឺមិនសូវស្ងប់ចិត្តប៉ុន្មាននោះទេដោយសារតែគាត់មានការខឹងជាមួយនឹងជ័យការជាខ្លាំងគាត់ខឹងជាមួយនឹងជ័យការនឹងគឺមូលហេតុថាហេតុអ្វីបានជាជ័យការក៏ហក់គាត់ថាមានអារ៉ាក៏ដូចជាមេធ្មប់អីជាដើមប៉ុន្តែនៅពេលដែលគាត់មកដល់ហេតុអ្វីបានជាមិនឃើញមេធ្មប់ក៏ដូចជាអារ៉ាអីជាដើមអញ្ចឹងជ័យការគាត់ក៏បាននិយាយសម្រួលប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវបានគេបោកប្រាស់នោះសូមអ្នកចាត់ទុកថាវាជាបទពិសោធន៍សម្រាប់ការសិក្សាទៅចុះកំហុសគឺជាពាក្យមួយដែលសម្រាប់ទុកជាបទពិសោធន៍ហើយការងាររបស់យើងបន្ទាប់ពីបានចូលមកដូច្នេះពេលនេះគឺមិនមែនជាពេលវេលាដែលយើងត្រូវជជែកតវ៉ាគ្នានោះទេព្រោះថាការងាររបស់យើងទើបតែចូលមកដល់សង្ឃឹមថានឹងមានសំណាងល្អជាងនេះទៅចុះជ័យការក៏បានដើរចាកចេញពីសៃដាគីរុរបស់យើងបាត់ទៅសៃដាគីរុក៏បាននិយាយម្នាក់ឯងថាដរាបណាបណ្ដាសារបស់ខ្ញុំត្រូវបានលើកលែងហើយខ្ញុំមិនត្រូវការក្រុមដែលអោដទៀតទេសម្ដីនេះគឺអាចបញ្ជាក់បានថាសៃដាគីរុនឹងគឺមិនមែនជាមនុស្សធម្មតានោះទេដោយសារតែគាត់ត្រូវបណ្ដាសាដូច្នេះហើយបានជាគាត់ត្រូវកម្ចាត់មេធ្មប់ដើម្បីដំបណ្ដាសារបស់គាត់បន្ទាប់មកអ្នកទាំងពីរក៏អង្គុយញ៉ាំអីជាធម្មតាហើយក៏ពិភាក្សាគ្នាតាក់ទងជាមួយនឹងមេធ្មប់នៅក្នុងខែមួយនេះគឺពិតជាស្ងប់ស្ងាត់ខ្លាំងណាស់បន្ទាប់ពីពួកគេបានកម្ចាត់មេធ្មប់នោះរួចមកសៃដាគីរុក៏និយាយថានៅក្នុងខែថ្មីនេះគាត់ហ៊ានភ្នាល់ថានឹងមានការងារមមាញឹកជាងនេះនិយាយមិនទាន់បានប៉ុន្មានផងសម្បត្តិមួយក៏ត្រូវបានផ្ញើឲ្យជ័យការបន្តទៅទៀតជ័យការក៏បានទទួលព័ត៌មានតាក់ទងជាមួយនឹងមេធ្មប់បានអុកឡុកនៅក្នុងកណ្ដាលទីក្រុងមួយសំណុំរឿងមួយនេះពិតជាមិនធម្មតានោះទេដោយសារតែមេធ្មប់បានសម្លាប់មនុស្សយ៉ាងច្រើននៅកណ្ដាលទីក្រុងមួយហើយរាល់នៃការសម្លាប់របស់មេធ្មប់មួយនោះពិតជាសាហាវខ្លាំងណាស់ចំពោះការសម្លាប់របស់មេធ្មប់មួយនេះ
វាហាក់បីដូចជាមេធ្មប់កំពុងតែធ្វើជារៀលឃាតកម្មនៅ Hayden Rodriguez Perez បន្ទាប់មកជ័យការក៏បានងើបឈរឡើងហើយយកសម្បត្តិមួយនោះមកអានម្ដងទៀតកិច្ចការងារមួយនេះគឺមិនមែនជាពេលវេលាងាយស្រួលនៅក្នុងការធ្វើនោះទេសៃដៃគ្រូក៏ពិតជាមានការសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានទទួលការងារមួយនេះបន្ទាប់ពីនោះសាច់រឿងក៏លែងឲ្យយើងឃើញថាមានអគារមួយកំពុងតែឆាបឆេរយ៉ាងសន្ធោសន្ធៅបន្ទាប់ពីនោះយើងក៏ទទួលដឹងអំពីសម្រែកដ៏ឈឺចាប់របស់អ្នកស្រី Hayden ម្នាក់សម្រែកដ៏ឈឺចាប់របស់គាត់បានស្រែកថាកូនប្រុសរបស់ខ្ញុំគឺនៅក្នុងនោះខ្ញុំត្រូវតែជួយនៅកូនប្រុសរបស់ខ្ញុំឲ្យបាននៅទីនោះបានហាមឃាត់អ្នកស្រី Hayden ថាកុំចូលទៅអីវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សូមអ្នកស្រីកុំចូលទៅអីប្រសិនបើអ្នកស្រីចូលទៅគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់នេះគ្រាន់តែជាការសុបិននៅអតីតកាលរបស់គាត់តែប៉ុណ្ណោះដោយសារតែគាត់បានបាត់បង់នៃកូនជាទីស្រឡាញ់របស់គាត់នៅក្នុងហេតុការណ៍ភ្លើងឆេះដ៏សន្ធោសន្ធៅមួយនោះដូច្នេះហើយបានជារឿងហេតុមួយនេះបានដកជាប់នៅក្នុងខួរក្បាលក៏ដូចជានៅក្នុងបេះដូងរបស់គាត់ជានិច្ចនៅរាល់ការសម្រាកគឺគាត់តែងតែនឹកឃើញរឿងហេតុមួយនេះមិនអាចបំភ្លេចបាននោះឡើយអ្នកស្រី Hayden គឺជាប៉ូលីសម្នាក់នៅពេលនេះដែរគាត់កំពុងតែធ្វើដំណើរទៅកន្លែងកើតហេតុមួយពេលនេះគឺគាត់បានទទួលព័ត៌មានមួយតាក់ទងជាមួយនឹងរឿងហេតុឃាតកម្មដ៏សាហាវនៅកណ្ដាលទីក្រុងមួយនេះបន្ទាប់មកអ្នកស្រី Hayden ក៏បានសួរទៅកាន់ assistant របស់គាត់ថាមានមនុស្សស្លាប់នៅក្នុងហេតុការណ៍ឃាតកម្មនេះប៉ុន្មានអ្នកដែរ assistant របស់គាត់ក៏បានរាយការណ៍ប្រាប់ទៅកាន់អ្នកស្រី Hayden ថាយ៉ាងហោចណាស់5នាក់ដែលស្លាប់នៅក្នុងហេតុការណ៍ឃាតកម្មមួយនេះសពគឺត្រូវបានចងព្យួរឡើងទៅលើហើយសភាពសពគឺស្លាប់យ៉ាងសាហាវឃោរឃៅរឿងហេតុឃាតកម្មទាំងអស់នេះគឺតែងតែកើតឡើងជាបន្តបន្ទាប់ខាងប៉ូលីសរបស់យើងគឺមិនទាន់អាចកំណត់មុខសញ្ញាបាននោះទេថាតើអ្នកណាគឺជាឃាតករឲ្យពិតប្រាកដរាល់ការសម្លាប់របស់ឃាតករសភាពសពរបស់ជនរងគ្រោះតែងតែស្រដៀងគ្នាជាមួយនឹងឃាតកម្មកន្លងមកសូម្បីតែកម្លាំងប៉ូលីស Hayden ក៏ត្រូវបានរងគ្រោះដោយសារតែឃាតករម្នាក់នេះដែរកម្លាំងប៉ូលីសខ្សោយវាអស្ថិរភាពគឺមិនអាចប្រយុទ្ធជាមួយនឹងឃាតករម្នាក់នេះបានទេ assistant របស់គាត់ក៏ប្រាប់ទៅកាន់អ្នកស្រី Hayden ថារឿងហេតុមួយនេះគឺមិនអាចពន្យាពេលបានឡើយដូច្នេះសូមអ្នកស្រីសូមរាយការណ៍ទៅកាន់អភិបាលក្រុងដើម្បីឲ្យគាត់ដឹងរឿងនៅហេតុការណ៍មួយនេះឲ្យបានជាក់លាក់រឿងហេតុនេះគឺខ្ញុំមិនគួរប្រាប់ទៅកាន់អ្នកស្រីនោះទេមេធ្មប់នេះគឺជាមេធ្មប់យុត្តាធិការ Paladin Corp លុះត្រាតែមានការផ្លាស់ប្ដូរអ្វីមួយទើបអាចកាត់បន្ថយនៃហេតុការណ៍ទាំងអស់នេះបានអ្នកស្រី Hayden ក៏បានឆ្លើយតបទៅកាន់ assistant របស់គាត់ថាកុំបារម្ភអីខ្ញុំនឹងធ្វើការងារនេះឲ្យបានលឿនបំផុតបន្ទាប់ពីអ្នកស្រីបានពិនិត្យរឿងហេតុឃាតកម្មទាំងអស់នោះរួចហើយគាត់ក៏ធ្វើដំណើរតាមផ្លូវជាធម្មតាចៃដន្យអ្វីស្របពេលធ្វើដំណើរនោះក៏បានជួបជាមួយនឹងសៃដាគីរូជាមួយនឹងចៃកានៅគណៈនោះចៃកាក៏បានអានកាសែតតាក់ទងជាមួយនឹងរឿងហេតុឃាតកម្មទាំងអស់នោះឃាតកម្មដ៏សាហាវឃោរឃៅមួយនេះប្រព្រឹត្តទៅដោយមេធ្មប់ករណីមួយនេះគេឲ្យឈ្មោះថា Week Pastime មូលហេតុដែលគេហៅបែបនេះនឹងដោយសារតែរឿងហេតុមួយនេះគឺតែងតែកើតឡើងជាបន្តបន្ទាប់ត្រឹមសប្តាហ៍មុនជនរងគ្រោះចំនួន36នាក់រួមទាំងប៉ូលីសផងត្រូវបានសម្លាប់បន្ទាប់ពីបានឃើញដូច្នេះហើយអ្នកស្រី Hayden ក៏បានសួរទៅកាន់ជ័យការជាមួយនឹងសៃដាគីរូថាតើអ្នកទាំងពីរគឺជានរណាដែរបន្ទាប់មកអ្នកស្រី Hayden ក៏ប្រុងនឹងបើកការវាយប្រហារទៅកាន់អ្នកទាំងពីរជ័យការក៏បានឃាត់ទៅកាន់អ្នកស្រី Hayden ថាសូមអ្នកស្រីរក្សាដៃរបស់អ្នកស្រីឲ្យបានល្អឃើញដូច្នេះសៃដាគីរូក៏ចង់ហក់ទៅវាយប្រហារអ្នកស្រី Hayden ក៏ប៉ុន្តែត្រូវបានជ័យការឃាត់ជ័យការក៏បានប្រាប់ទៅកាន់អ្នកស្រី Hayden វិញថាគាត់មកនៅពេលនេះគ្រាន់តែចង់ជួយទៅកាន់ការងាររបស់អ្នកស្រី Hayden តែប៉ុណ្ណោះបន្ទាប់ពីបានយល់នៅស្ថានភាពបែបនេះអ្នកស្រី Hayden ក៏បានសួរទៅកាន់ជ័យការជាមួយនឹងសៃដាគីរូថាតើអ្នកទាំងពីរចង់ជួយខ្ញុំដោយរបៀបណាដែរបន្ទាប់មកអ្នកស្រី Hayden ក៏បាននាំអ្នកទាំងពីរចូលទៅក្នុងហាងមួយដើម្បីនិយាយគ្នាក៏ដូចជាពិភាក្សាតាក់ទងជាមួយនឹងរឿងហេតុមួយនេះអ្នកស្រី Hayden ក៏បានកក់បន្ទប់យ៉ាងសម្ងាត់មួយដើម្បីពិភាក្សាជាមួយនឹងអ្នកទាំងពីរនៅពេលដែលការសន្ទនានោះបានបញ្ចប់ទៅអ្នកស្រី Hayden ក៏ទទួលយកនៃជំនួយរបស់អ្នកទាំងពីរមុននឹងគាត់ដើរចាកចេញទៅអ្នកស្រី Hayden ក៏និយាយថាជួបគ្នានៅថ្ងៃស្អែកនៅម៉ោង 9 ព្រឹកបន្តមកទៀតសម្លេងដ៏ភ័យខ្លាចរបស់នារីម្នាក់ក៏បានបន្លឺឡើងហាក់បីដូចជាកំពុងតែជួបនៅបញ្ហាអ្វីមួយសម្រាប់ដ៏ឈឺចាប់ដែលបានបន្លឺឡើងនេះដោយសារតែឃាតករបានចេញធ្វើសកម្មភាពបន្តទៅទៀតហើយឃាតករបានចេញមកសម្លាប់ទៅកាន់នារីម្នាក់យ៉ាងចម្លែកនៅក្នុងទីដ៏ស្ងាត់មួយបន្ទាប់ពីបានធ្វើការស៊ីគ្រឿងក្នុងទៅកាន់នារីម្នាក់នោះរួចហើយឃាតករក៏បានកំទេចក្បាលរបស់ជនរងគ្រោះតែម្ដងសម្លេងសាយរបស់ឃាតករក៏ត្រូវបានបន្លឺឡើងហើយសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនេះផងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់យើងចាំទស្សនានៅភាគក្រោយបន្តទៅទៀតអរគុណច្រើនអ្នកទាំងអស់គ្នា Good luck bye bye